នៅក្នុងជីវិតរបស់យើងមនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានការភ័យខ្លាចការភ័យខ្លាចនោះអាចធ្វើឲ្យយើងស្ទាក់ស្ទើរធ្វើឲ្យយើងសង្ស័យខ្លួនឯងហើយខ្លះៗវាធ្វើឲ្យយើងឈប់ដើរទៅមុខប៉ុន្តែការភ័យខ្លាចមិនមែនជាសត្រូវពិតប្រាកដទេវាគ្រាន់តែជាគំនិតដែលកើតឡើងនៅក្នុងចិត្តរបស់យើងពេលយើងអនុញ្ញាតឲ្យវាគ្រប់គ្រងការគិតវានឹងគ្រប់គ្រងជីវិតរបស់យើងផងដែរប៉ុន្តែអ្នកដឹងទេនៅក្នុងខ្លួនអ្នកមានកម្លាំងមួយដែលធំជាងការភ័យខ្លាចទាំងអស់វាគឺជាកម្លាំងខាងក្នុងកម្លាំងដែលធ្វើឲ្យអ្នកឈរឡើងវិញនៅពេលអ្នកធ្លាក់កម្លាំងដែលធ្វើឲ្យអ្នកបន្តទោះបីជាភ័យក៏ដោយការជឿជាក់លើខ្លួនឯងមិនមែនមានន័យថាអ្នកមិនភ័យទេតែមានន័យថាអ្នកមិនអនុញ្ញាតឲ្យការភ័យខ្លាចសម្រេចជំនួសអ្នកជំហានតូចមួយល្អជាងការមិនធ្វើអ្វីសោះពេលអ្នកដើរទៅមុខការភ័យខ្លាចនឹងនៅពីក្រោយពេលអ្នកជឿលើខ្លួនឯងផ្លូវអនាគតនឹងកាន់តែច្បាស់កុំរំចាំរហូតដល់អ្នកលែងភ័យតែចូលធ្វើទោះបីជាអ្នកកំពុងភ័យក៏ដោយសូមចងចាំថាអ្នកខ្លាំងជាងអ្វីដែលអ្នកគិតអ្នកអាចធ្វើបានហើយអ្នកសមនឹងជីវិតដែលល្អប្រសើរកុំឲ្យការភ័យខ្លាចគ្រប់គ្រងជីវិតរបស់អ្នកជឿជាក់លើខ្លួនឯងហើយបន្តទៅមុខ